ថ្ងៃត្រង់មកកន្លែងនេះទាំងអស់គ្នាគួរតែមកហូណាបានមកហូបកំងតាមចាន5000នេះហើយមើលមានគ្រប់មុខគ្រប់ម៉ូដមកហូបខ្មែរយើងអ្នកទាំងអស់គ្នាកំងអីក៏មានដែរហើយគាត់មានលក់មកហូបស្រាប់ផងដែរមកហូបស្រាប់ឆ្អិនភ្លាមហ្នឹងគឺគ្រាន់តែឆ្អិនភ្លាមដាក់លក់ភ្លាមមើលនេះញោមស្ដៅត្រីជៀនផ្អកឆាទ្រាប់ទឹកគ្រឿងអូយនិយាយទៅឆ្ងាញ់សាហាវគាត់លក់នៅម្ដុំទួសកែអ្នកទាំងអស់គ្នាជីពីកណ្ដោក៏ភ្លើងមកត្រង់រហូតជាប់លបងដេសេហ្នឹងមកហូបគាត់គឺឆ្ងាញ់អ្នកទាំងអស់គ្នាខ្ញុំនិយាយមែនសូម្បីតែទ្រាប់ឆាក៏គាត់ដុតដែរអ្នកខ្លះឥឡូវទ្រាប់ឆាអត់ដុតទេទៅជាស្ងោរវិញចឹងអត់ឈ្ងុយអត់ឆ្ងាញ់មើលបន្លែទឹកគ្រឿងគាត់និយាយទៅមកហូបរបស់គាត់ស្អកកមកហូបរបស់គាត់គឺមកមុខ5000មកមុខទាំងកំងទាំងមកហូបគាត់ដាក់ស្រាប់ហ្នឹងក៏ដោយតែមើលមុខមកហូបគាត់មើលអើយឆ្ងាញ់ខ្ញុំជាមួយរបស់គាត់គឺរាល់ថ្ងៃហ្មងតែយូរខ្ញុំទៅម្ដងដោយសារពេលថ្ងៃខ្ញុំ cheat day ចឹងខ្ញុំទៅហើយតែគ្រាន់ថាអូយមកហូបគាត់កកោថ្នោតនិយាយទៅស្លម្ជូរដឹងស្លម្ជូរស្ងោរដឹងស្ងោរហ្មងហើយនិយាយពីឆាមកសួរវិញជាតិស្លាប់ហ្មងតែខ្ញុំទៅសើគាត់ណាគាត់លក់លឿនណាទាំងអស់គ្នាគាត់លក់តែ2នាក់អីមួយអ្នកធ្វើហ្នឹងគឺលឿនមែនតើតែអ្នកទាំងអស់គ្នាខ្ជិលធ្វើម្ហូបអីអាចទៅទិញកន្លែងគាត់បានទិញអីនាំអស់ច្រើនតែនេះមុខ5000ណាតែពេលមកយកស្រាក់មកដាក់មកណាបើកុំឲ្យកាត់បន្ថយជាតិគីមីជាមួយថង់ជាមួយអីខ្ញុំនិយាយមែនគឺឆ្ងាញ់ខ្ញុំឲ្យទៅគឺឆ្ងាញ់តែគាត់បាយសគាត់អត់លក់តាមលទ្ធភាពនៃអង្គដែរអញ្ចឹងណា